បងប្អូនទាំងអស់គ្នាម៉ាក់គ្រាន់តែមកដល់ផ្ទះភ្លាមនិយាយទៅគឺងើបឡើងអត់ទាន់ទេណាគឺហៅខ្ញុំមកណាមកហាងតាគៀងព្រោះដោយសារអីនេះយកលុយអ៊ំពូមីងតែគាត់គួចប្រឡឹកអូនរៀនយោគឺយកមកធ្វើផ្លាក់ដៃឲ្យអូនរៀនចឹងណាបងប្អូនទាំងអស់គ្នាហើយបានប៉ុន្មានមើលរាប់មើលអ៊ំពូមីងតែគាត់គួចប្រឡឹងអូនរៀនណា3 4 5 6 600 ណាហើយ30 655បងប្អូនទាំងអស់គ្នានិយាយទៅបងប្អូនទាំងអស់គ្នាលុយនេះគឺលុយអ៊ំពូមីងតែគាត់គួចប្រឡឹកអូនរៀននិយាយទៅគឺអរគុណអ៊ំពូមីងខាងមែនតើដែលឆ្លាញ់ជួយចិត្តអូនរៀនហើយសំខាន់ឥឡូវនេះគឺមកធ្វើផ្លាក់ដៃឲ្យអូនរៀនចឹងណាឥឡូវមើលផ្លាក់ដៃអូនរៀនទាំងអស់គ្នានេះណែហើយតន់ហើយចាអីហើយនៅសរសេរឈ្មោះលើហ្នឹងអូនៅសរសេរឈ្មោះទៀតដាក់ឈ្មោះថាម៉េចអូនដាក់ឈ្មោះថាដាក់មិនចែកតំណមដាក់អូនរៀបគោណែនសុធារៀបដាក់អូនរៀបទៅដាក់អូនរៀបទៅឡានយើងហៅអូនរៀបទៅវែងពេកចាព្រោះផ្លាក់ដៃអូននឹងទូដាក់នេះអូនរីនេះអូនរៀបអនឡាញហើយនេះអូនអីគេអូនទៀងហើយនេះអូនអីគេអូនទៀងអត់អីទេហើយសំខាន់ឲ្យខ្ញុំឈ្មោះអូនហ្មងអូនដែរអូត្រូវអីចឹងហើយភ្ញៀវច្រើនណាស់ស្អាតនឹងតំផឹកសោះនេះច្រើនហ្នឹងហើយជុំធីរីនោះនេះបាទយកកុំជ័យឥឡូវគេលឿនមើលអូនរៀបហើយណាព្រោះអត់តន់ហើយទេព្រោះគាត់មកដល់អានេះគេហៅតាន់រួចទេតើទីទៀតទៅចាយកទៅសរសេរឈ្មោះនៅលើផ្លាកនឹងដាក់ឈ្មោះអូនរៀបនៅលើហ្នឹងហ្មងចាខ្ញុំចង់និយាយខ្ញុំនិយាយអត់ចឹងយើងអត់ដែរលក់អាខាងអញ្ចឹងណាអត់ដែរលក់តែអាសាមកទិញទេបាទហើយថ្ងៃមុនអ៊ំលីនទិញអីឲ្យអ៊ំលីនទិញខ្សែកមួយបតោងឲ្យឡើងខ្ជូតចាខ្ជូតហ្មងហើយខ្សែដៃខ្ជូតដែរជំរឿហើយថ្ងៃនេះខ្ញុំមកយកចំណងដៃគួចប្រឡឹងពីអ៊ំគៀចាអង្គៀងគាត់នៅលឺតែយកចំណងដៃធ្លាក់ដឹកមុខហ្មងអូនអើយមែនទេនិយាយខុសអង្គៀងបាទខ្ញុំច្រឡំអង្គៀងអង្គៀងទៅយកពីអង្គៀងខ្ញុំច្រឡំដល់ពេលយកអង្គៀងមានមែនអង្គៀងណាអង្គៀងនៅនេះនៅកាឡាម៉ែតអង្គៀងហ្នឹងហើយតែឥឡូវគឺយើងស្មាក់ថ្ងៃហ្មងបានចាបានឥឡូវតិចទៀតបានឥឡូវមែនចាមានស្តុកស្រាប់ឥឡូវបងប្អូនទាំងអស់គ្នាខ្ញុំចាំដាក់ឈ្មោះអូនបងប្អូនអើយកដោអូនរាជគឺច្រើនខ្លាំងមែនតើហ្មងនេះពីអត់ឯហ่ะគ្រាន់ទេណាឥឡូវអ្នកគ្រូពេទ្យគាត់ចង់ទៅយកមកអតេសទៀតមែនអត់នេះនៅខាងនេះទៀតនៅនេះទៀតនៅក្នុងទៀតនិយាយទៅគឺអរគុណដល់បងប្អូនអរគុណមីងខ្លាំងមែនតើទៅទិញកដោឲ្យរៀននិយាយទៅច្រើនខ្លាំងអូនបងប្អូននេះហើយបានទីអូនរៀនគាត់អត់ទេឥឡូវអ្នកគ្រូពេទ្យគាត់សុំថតមួយសិនណាអូនណាគ្រូពេទ្យខ្ញុំថតជុំគ្នាមួយសិនអូនិយាយទៅបងប្អូននៅអ្នកគ្រូពេទ្យគឺល្អខ្លាំងមែនតើនឹងនេះហ่ะសេវាកម្មគឺដិតដល់ខ្លាំងមែនតើបងប្អូនអើយណៃបានមកពេទ្យទៅពេលនេះគ្រូពេទ្យគាត់មើលដិតដល់ខ្ញុំសប្បាយចិត្តអត់មានអារម្មណ៍ថាសប្បាយចិត្តហើយកក់ក្ដៅមានអារម្មណ៍ឲ្យញ៉ាំបាយនិយាយទៅព្រឹកថ្ងៃល្ងាចហើយមកពេលយើងឈឺពេលណាគឺមកពេលហ្នឹងនិយាយមើលយើងដិតដល់គ្រូពេទ្យមានណាល្អជាងគេយើងស្គមនោះមែននេះល្អទាំងអស់និយាយទៅគ្រូពេទ្យនេះឲ្យតែខ្ញុំថតទៅគាត់រត់ទៅអញ្ចឹងខ្ញុំថតគ្រូពេទ្យណាប់ខ្ញុំវិញនិយាយទៅនេះអ្នកដែលកើតអូនរាជកាន់អូនរាជមុនគេបន្ទាប់ពីលោកគ្រូធំតាស់ចូលមកអូនដល់វគ្គគាត់ចាប់យើងថតម្ដងនេះថ្ងៃនេះយកចាំទៅហើយបងប្អូនអើយខាងក្រោយទៅថាយកភ្លួខាងក្រោយយកភ្លួហ្មងចាបាយក្តាំងមួយពីរមើលនេះបងប្អូនអើយគូច្រើនណាស់អូយមិនបានបងប្អូនរកកន្លែងដាក់អត់ទាន់ទេ3នាទីហើយនេះមែននឹងចេះតែខ្លាំងណាឥឡូវខ្ញុំឲ្យបងប្អូនមើលទាំងអស់គ្នានេះណាវិញបាននឹងកើហ្មងគឺច្រើនខ្លាំងមែនតើហ្មងបងប្អូនអើយបាទពេលបងប្អូនក៏មកលេងអូនរាជផ្ញើកាដូផ្ញើអីឲ្យខ្ញុំបាយសប្បាយចិត្តអត់សប្បាយចិត្តឲ្យគេបានបុណ្យច្រើនបាទហើយមួយថ្ងៃគេបានមកលេងចៅយើងបាទតែនេះទៅហើយដាច់អត់បាយហ្នឹងបាន100000ថ្ងៃហ្នឹងព្រាមចប់ហើយបងប្អូនថ្ងៃនេះចំណិតអស់1គីឡូបាន100000 2គីឡូ2គីឡូ2គីឡូđưa 2គីឡូបាន6គីឡូថ្ងៃនេះបានលុយ100000ជាងដែរហើយមកយកចៅទៅទៀតហើយថ្ងៃនេះនៅបាន